ចាពុកម៉ែបងប្អូនចាចាក់ភូមិផ្កានេះផងដែរនៅពេលដែលយើងមានភូមិផ្កានេះហើយបងប្អូនអាចយកទៅដាក់នៅនឹងបាយសីទីអាសនៈថ្វាយនៅសម្ដេចព្រះគ្រូឬក៏ដាក់នៅជំនាងផ្ទះយើងចំនួននៅភូមិផ្កាយើងស្រស់អញ្ចឹងណាបងប្អូនហើយមើលទៅពិធីចាក់មិនមានអីពិបាកទេបងប្អូនគ្រាន់តែវារៀងយូរបន្តិចហើយម្យ៉ាងវិញទៀតភូមិផ្កានេះនាងខ្ញុំចាក់ទុកថ្វាយនៅទីឋានរបស់ខ្ញុំដែរហើយបងប្អូនអាចតែងពណ៌តាមចំណង់ចំណូលចិត្តឬក៏រៀបចំម៉ូដតាមបងប្អូនស្រឡាញ់នេះជាម៉ូដសាមញ្ញធម្មតាដែលនាងខ្ញុំវាថាចាក់ដាក់នៅវាថាក្រងដាក់នៅផ្ទះអញ្ចឹងណាបងប្អូនចាអញ្ចឹងបងប្អូនអាចទៅទិញផ្កាហ្នឹងចាយកមកចាក់នៅខ្លួនឯងនៅផ្ទះក៏បានយើងតុបតែងផ្ទះឬក៏យើងធ្វើភូមិផ្កាវែងធំក៏បានតាមចំណង់ចំណូលចិត្តនេះភូមិផ្កានេះយើងខ្ញុំអត់ដាក់ធំពេកទេយើងដាក់មករង្វង់មូលគឺរាប់ទៅគឺ7កងហ្នឹងគឺ7ជុំ7ផ្កា7ជុំអញ្ចឹងណាបងប្អូនចាហើយកងរបស់នាងខ្ញុំធ្វើចាខុសតោះអីកុំប្រកែកប្រកាន់អីបងប្អូនរួចរាល់ហើយអរគុណច្រើនបងប្អូនពុកម៉ែបងប្អូន